Vậy vậy tới khang bộ bón dương nâng bờ to cả của bọtสวัสดิភាពប្រព័ន្ធសុវត្ថិភាពនឹងរហូតបងឧទាហរណ៍ថាយើងមាន biometric authentication យើងមានឥឡូវហ្នឹងយើងមាន Face ID យើងមានអីចឹងណាប៉ុន្តែ Face ID ដែលគាត់ប្រើប្រាស់ហ្នឹងវាគ្រាន់តែជា layer មួយទេបាទ layer មួយរបស់ប្រព័ន្ធសុវត្ថិភាពទេអញ្ចឹងពី Face ID ហ្នឹងគឺយើងមានគេហៅថា liveness check ឬក៏អីចឹងទៅបាទដើម្បីឲ្យបញ្ជាក់ថានេះពិតជាអតិថិជនអ្នកប្រើប្រាស់ពិតប្រាកដបាទហើយឥឡូវហ្នឹងជនឆបោកហ្នឹងក៏ឬក៏ hacker ហ្នឹងក៏គាត់មានថា technology move កាន់តែប៉ះគាត់ហ្នឹងក៏ដូចគ្នាគាត់ប្រើ technology ដែរអញ្ចឹងគាត់មាន deep fake ចឹងទៅ deep fake មានថាគាត់បង្កើតវីដេអូ AI ឬអីហ្នឹងដាក់ដើម្បីឲ្យផាសអា live នេះទៀតអញ្ចឹងយើងត្រូវមានប្រព័ន្ធបច្ចេកវិទ្យាមួយទៀតដើម្បីទប់ស្កាត់អាកន្លែងហ្នឹងបាទទោះគាត់ធ្វើអញ្ចឹងមកគាត់យើងត្រូវតែ detect ថាអាហ្នឹងមិនមែនមនុស្សទេហ្នឹងរបៀបដូចថាគាត់ថតវីដេអូឬក៏ប្រព័ន្ធ AI ដើម្បីបង្កើតអាហ្នឹងដើម្បីឲ្យបាយផាសបាទអញ្ចឹងយើងមាន layer ច្រើនបងដើម្បីបញ្ជាក់ថានេះពិតជាអតិជនបន្ទាប់ពីហ្នឹងមកវាមានកូដយើងប្រើស្នាមមេដៃឬអីរបស់គាត់បន្តទៀតដើម្បីទៅលើ transaction ហើយ transaction តម្លៃទៀតឥឡូវខាងធនាគារជាតិក៏គាត់ចេញច្បាប់ថ្មីហៅ TCRMG ហ្នឹង Technology Cyber Risk Management Guideline ហ្នឹងឲ្យផ្សាយធនាគារទាំងអស់ហ្នឹងអនុវត្តអានេះជាពង្រឹងមានថាពង្រឹងផ្នែកច្បាប់ប្រព័ន្ធរបស់យើងហ្នឹងឧទាហរណ៍ថា transaction limit តែ transfer ឥឡូវ transfer អាចំនួនទូចអត់អីទេបាទមិនបាច់ប្រើគេហៅ multi factor ទេឥឡូវយើងត្រូវថាដាក់បន្ថែមទៀតថាអូគាត់ transfer amount ធំឧទាហរណ៍ថាយើងចាប់ពី$100ឡើងឧទាហរណ៍ប៉ុន្តែអ្នកប្រើប្រាស់ក៏គាត់អាចកំណត់បានដែរនៅក្នុងការ setting បាទ transaction ណាគាត់ផ្ទេគាត់ចង់ set 100ចំពោះគាត់ចំពោះយើងគិតថាអត់ច្រើនតែគាត់ច្រើនអញ្ចឹងគាត់ថាអីខ្ញុំអត់ set 100ទេខ្ញុំដាក់50ខ្ញុំដាក់30ខ្ញុំដាក់10គាត់ចង់ដាក់មិនចេះតែគាត់ទៅគាត់ចង់ដាក់ password ក្នុងពីរបេតុងអីតែគាត់ទៅបាទអញ្ចឹងគឺប្រព័ន្ធធនាគារចល័តហ្នឹងគឺមានអញ្ចឹងវាមាន feature ហ្នឹងដើម្បីជួយគាត់ធ្វើអញ្ចឹងបានបាទមិនគាត់វិសាលភាពគាត់ចេះដឹងច្រើនទេចំណុចហ្នឹងអាហ្នឹងអញ្ចឹងមានថានៅពេលដែលយើងអភិវឌ្ឍប្រព័ន្ធមកយើងត្រូវមានជាការណែនាំហ្នឹងជាវីដេអូខ្លីហើយយើងធ្វើកុំឲ្យពិបាកអញ្ចឹងនិយាយបើយើងធ្វើសាមញ៉ាំពេកអតិថិជនក៏គាត់ឃើញសាមញ៉ាំក៏គាត់អត់ប្រើដែរបាទអញ្ចឹងអាហ្នឹងនៅ setting ហ្នឹងអត់ពិបាកទេចូលទៅគាត់គ្រាន់តែចុច enable មានថាគាត់ចុចលើអាហ្នឹងទៅវា tick ហ្នឹងវារុញអញ្ចឹងទៅបាទហើយ amount ហ្នឹងទៀតគាត់គ្រាន់តែសេរីmoveចុះ moveឡើងហ្នឹងអាចបានអញ្ចឹងខ្ញុំគិតថាអ្នកអត់ធ្លាប់ប្រើក៏គាត់អាចយល់ពីអាការ setting ហ្នឹងបាទ